វគ្គ 2 ភាពអសកម្មរបស់អាជ្ញាធរសង្កាត់ចំចៅទី 1 និងខណ្ឌពោធិ៍សែនជ័យរឿងសណ្ដាប់ធ្នាប់ផ្លូវវែងស្រេងរុញឲ្យមហាជនសង្ស័យថាមានអាថ៌កំបាំងនៅពីក្រោយភ្នំពេញបន្តពីការចុះផ្សាយវគ្គ 1 ពាក់ព័ន្ធនឹងភាពអនាធិបតេយ្យនៃការរំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជនពីសំណាក់ម្ចាស់ម៉ូតូលក់ម៉ូតូនិងអ្នកលក់ដូរតាមរទេះតាមបណ្ដោយផ្លូវវែងស្រេងជាពិសេសម្ដុំផ្សារកាណាឌីយ៉ានិងផ្សារឯករាជ្យមួយរហូតដល់ពេលនេះអាជ្ញាធរពាក់ព័ន្ធហាក់នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮដដែលភាពស្ងាត់ឈឹងរបស់អាជ្ញាធរសង្កាត់ចំចៅទី 1 ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងដ៏រញ៉េរញ៉ៃនេះបានធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរផ្ទុះការរិះគន់កាន់តែខ្លាំងឡើងមហាជនបានចោទជាសំណួរនិងដាក់ការសង្ស័យថាតើការបណ្តើរបណ្តោយឲ្យមានឥទ្ធិពលបែបនេះអាចមានការខុបខិតត្រូវរើគ្នាជាប្រព័ន្ធដើម្បីជាថ្នូរនិងផលប្រយោជន៍ណាមួយឬយ៉ាងណាបើមិនដូច្នេះទេហេតុអ្វីបានជាអាជីវករទាំងនោះអាចមានឥទ្ធិពលហ៊ានតាំងលក់ម៉ូតូនិងរទេះផ្លែឈើបិទផ្លូវអ្នកថ្មើរជើងទាំងស្រុងយ៉ាងរលូនដោយគ្មានការរំខានពីសមត្ថកិច្ចសោះបែបនេះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះជាប្រចាំបានលើកឡើងទាំងហួសចិត្តថាពួកគេពិតជាធុញទ្រាំនឹងការកកស្ទះចរាចរណ៍និងហានិភ័យគ្រោះថ្នាក់ដោយសារតែត្រូវបង្ខំចិត្តចុះដើរលើទ្រូងផ្លូវប្រជែងជាមួយរថយន្តបញ្ហានេះមិនមែនទើបតែកើតឡើងមួយថ្ងៃពីរថ្ងៃ3ថ្ងៃនោះទេគឺកើតមានជាយូរមកហើយប៉ុន្តែចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានតែងតែមានសភាពវែកចកដុសចកធ្វើការខ្វះការទទួលខុសត្រូវនិងមិនមាននិរន្តរភាពទាល់តែសោះដែលជាបញ្ហាឲ្យឃើញអពីសមត្ថភាពក្នុងការគ្រប់គ្រងដែនដីរបស់ខ្លួនតាមរយៈការចុះផ្សាយជាបន្តបន្ទាប់នេះមហាជនក៏ដូចជាអ្នកធ្វើដំណើរសូមសំណូមពរយ៉ាងទទូចដល់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសូមមេត្តាចាត់កម្លាំងសាលារាជធានីភ្នំពេញចុះមកត្រួតពិនិត្យនិងចាត់វិធានការក្តៅដោយផ្ទាល់នៅទីតាំងខាងលើនេះព្រោះបើពឹងផ្អែកលើអាជ្ញាធរមូលដ្ឋានហាក់គ្មានសង្ឃឹមក្នុងការដោះស្រាយជូនរាជនោះឡើយទន្ទឹមនឹងនេះក៏គួរតែមានការវាយតម្លៃលើប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមប្រចាំតំបន់នោះផងដែរដើម្បីជាការព្រមានកុំឲ្យមានទម្លាប់ធ្វើការយកតែមុខឬតម្កល់ប្រយោជន៍បុគ្គលធំជាងប្រយោជន៍សាធារណៈ